សួស្តីបងប្អូនតាមមកស្វែងយល់ពីផ្លាកសញ្ញាចរាចរណ៍តាមបណ្ដោយទ្រង់ផ្លូវទាំងអស់គ្នាបាទអញ្ចឹងបងប្អូនផ្លាកសញ្ញាខ្ញុំដាក់ខាងលើនេះបាទគឺផ្លាកសញ្ញាបម្រាមបាទពណ៌វាក្រហមអញ្ចឹងណាបាទហើយទី1នេះផ្លូវបិទចំពោះអ្នកប្រើប្រាស់ផ្លូវគ្រប់ប្រភេទផ្លូវហ្នឹងគេបិទលែប្រើប្រាស់ហើយណាហើយទី2នេះហាមចូលយានជំនិះគ្រប់ប្រភេទបាទផ្លូវហ្នឹងគេមិនឲ្យយើងចូលណាបងប្អូនបាទចឹងផ្លាកសញ្ញាបន្ទាប់ទី3នេះបាទសញ្ញាគុណហាមឈប់បាទហាមចតដែរណាបាទទី4នេះហាមចតតែអាចឈប់បានបងប្អូនឃើញផ្លាកសញ្ញាហាមចតអាចឈប់បានណាបាទអញ្ចឹងបងប្អូនត្រូវយល់ណាបាទចឹងផ្លាកសញ្ញាបន្ទាប់ទៀតទី5បាទហាមធុនធំចេញយានយន្តផ្សេងលើកលែងតែតូចចក្រយានចាបាទទី6នេះហាមចេញយានយន្តគ្រប់ប្រភេទលើកលែងតែតូចចក្រយានយន្តបាទផ្លាកសញ្ញាទាំងពីរនេះហាមចេញដូចគ្នាចឹងផ្លាកសញ្ញាបន្ទាប់បាទទី7នេះទី8នេះបាទចប់ការហាមវ៉ាចេញអញ្ចឹងបងប្អូនអាចឡើងវ៉ាចេញបានហើយឲ្យទៅឃើញផ្លាកសញ្ញាពណ៌ហ្នឹងណាបាទអញ្ចឹងផ្លាកសញ្ញាបន្ទាប់ទៀតទី9ទី10នេះបាទហាមបត់ឆ្វេងហាមបត់ស្ដាំអញ្ចឹងផ្លាកសញ្ញានេះគេដាក់ហាមបត់ឆ្វេងបត់ស្ដាំបងប្អូនកុំបត់ណាបាទគោរពផ្លាកសញ្ញាគេផងណាបាទអញ្ចឹងបងប្អូនផ្លាកសញ្ញាបន្ទាប់ទៀតទី12ទី13នេះបាទទី12នេះបាទហាមបត់ត្រឡប់ក្រោយណាគេហាមយានជំនិះបត់ត្រឡប់ក្រោយទី13នេះបាទផ្លូវបិទចំពោះយានជំនិះគ្រប់ប្រភេទបាទផ្លូវហ្នឹងគេបិទលែប្រើប្រាស់ហើយណាបងប្អូនឃើញផ្លាកសញ្ញាហ្នឹងត្រូវចំណាំផងណាបាទចឹងពុកម៉ែបងប្អូនវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទហើយបងប្អូនគិតថាវីដេអូនេះសំខាន់បងប្អូនជួយ follow ហើយនិង share page ខ្ញុំម្នាក់មួយផងដើម្បីបានទស្សនាវីដេអូខ្ញុំថ្មីៗចែកជូនបងប្អូនទស្សនាបន្តទៀតបាទហើយក៏សូមអរគុណជំរាបលាបងប្អូន